alo បាទសូមបន្តទៀត បាទ ពាក់ព័ន្ធជាមួយនឹងករណីលូក៏ដូចជាពាក់ព័ន្ធជាមួយករណីសិលធម៌យើងឃើញថានារីម្នាក់ដែលបានផ្សាយទៅតាមបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់គាត់និយាយទាំងមិននិយាយខ្វះត្រង់សិលធម៌យើងដឹងថាបុគ្គលនឹងខុសក៏ប៉ុន្តែការនិយាយស្ដីអងអាមឹងជាដើមតើពីរោះស្ដាប់ទេ alo បាទសូមអញ្ជើញបន្តទៀត បាទអរគុណអាដាមបាទពាក់ព័ន្ធនឹងករណីនេះយើងឃើញថាអាដាមតែងតែលើកឡើងពីក្រុងផូចផែតព្រឹត្តិការណ៍កើតឡើងចេញពីតំបន់ដែលអាដាមបានកាន់ក៏ដូចជាការអភិវឌ្ឍរបស់អាដាមតែងតែយកមកផ្សាយក៏ប៉ុន្តែព្រឹត្តិការណ៍ក៏ដូចជាអ្នកព័ត៌មានអ្នកដែលនិយាយអាងរបស់គេ ឥឡូវលោកសុជាតិលោកនិយាយឲ្យចំតែម្ដងមកលោកចង់សម្ដៅទៅអ្នកណាអាមឹងអីហ្នឹងពីអសរុះហ្នឹង ពាក់ព័ន្ធជាមួយនឹងករណីដែលជេរស្ត្រីហ្នឹងមីមួយនោះមីមួយនេះអញ្ចឹងណាខ្ញុំគ្រាន់តែលើកតាមអ្វីដែលគាត់និយាយទេបាទពាក់ព័ន្ធជាមួយនឹងការដាក់លូ$40ហ្នឹងបាទអញ្ចឹងណាអាដាមតែអាដាមតើយល់ឃើញយ៉ាងណាពាក់ព័ន្ធជាមួយក្រុមសិលធម៌ក្នុងការស្ដីហើយឥឡូវរឿងហ្នឹងវាស្ងាត់បាត់ បាទ ហើយអត់មានឃើញមានចំណាត់ការឬមួយក៏មានការចេញមកសុំទោសអីអញ្ចឹងអត់ខ្ញុំអត់យល់ថាតើវាយ៉ាងម៉េចព្រោះអីការនិយាយបកស្រាយនេះខ្ញុំគិតថាគេកាន់ជើងអាដាមដែរបាទអញ្ចឹងអាដាមអត់មាត់អត់មានបានលើកឡើងពីក្រុមសិលធម៌សោះបាទអរគុណណាលោកសុជាតិឥឡូវចប់នៅខ្ញុំអាលបកស្រាយម្ដង បាទអាដាមបកស្រាយសំណួរទី1អាដាមបាទលោកសុជាតិបានសម្លឹងមើលឃើញទៅលើការលើកឡើងនៅពាក្យអសរោះបកទៅនារីម្នាក់នោះប៉ិនខ្ញុំសួរលោកសុជាតិវិញថាក្រុមនិន្នាការដោយលោកសុជាតិនោះបពពួកលោកសុជាតិនោះដែលចូលទៅខមមិននៅក្នុង account របស់នារីម្នាក់នោះប្រមាថខាតទៀននៅពាក្យអសរោះលឹះនឹង100ដងមកកាន់ថ្នាក់ដឹកនាំជាតិរបស់យើងតើលោកយល់ឃើញយ៉ាងម៉េចលោកត្រូវដឹងថាលោកមើលឃើញតែមួយចំណែកតូចនៃកំហឹងអ្នកដែលគេគោរពស្រឡាញ់មូលដ្ឋាននឹងការអភិវឌ្ឍលោកថាគេនិយាយអសរោះខ្ញុំទទួលស្គាល់តែពាក្យខ្លះអសរោះប៉ុន្តែវាកើតចេញពីកំហឹងដែលខឹងគេជេររដ្ឋាភិបាលដែលខឹងគេជេរថ្នាក់ដឹកនាំដែលខ្លួនស្រឡាញ់នឹងការគោរពលោកត្រូវដឹងណាប្រជាជនកម្ពុជារាប់លានអ្នកទូទាំងប្រទេសរួមជាមួយអ្នកក្រៅប្រទេសខ្ញុំនិយាយថាភាគច្រើនណាស់ដែលគេគោរពស្រឡាញ់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនគោរពស្រឡាញ់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីគេទុកសម្ដេចតេជោនាយករដ្ឋមន្ត្រីដូចជាឪពុកណាប៉ុន្តែនៅពេលដែលមានមនុស្សម្នាក់អត់ដឹងហេតុផលហើយមានចេតនាដើម្បីឡាយសៀយកមកបង្កើតបញ្ហាឲ្យគេជេរសម្ដេចតេជោឲ្យគេជេរថ្នាក់ដឹកនាំជាតិនៅពាក្យអសរោះសួរថាគេចេះខឹងទេណាបងប្អូនខ្លះខឹងរឿងលូ$40អត់បានដឹងថាគេធ្វើអីខ្លះជេររហូតប្រមាថខាតទៀនដល់ថ្នាក់ដឹកនាំជាតិចុះគេអ្នកដែលស្រឡាញ់គោរពស្រឡាញ់វីរៈជនរបស់ជាតិអ្នកដែលមានគុណសម្រាប់ប្រទេសជាតិនេះគេចេះខឹងវិញទេហើយគេក៏នៅប្រើពាក្យមិនធ្ងន់ដោយការប្រមាថរបស់អ្នកខាងនោះផងអ្នកដែលចូលទៅខមមិននៅក្នុង account នោះប្រមាថថ្នាក់ដឹកនាំជាតិនេះខ្លាំងជាងនឹងទៀតអញ្ចឹងខ្ញុំដាក់សំណួរសួរវិញថាបើអ្នកប្រតិកម្មខឹងនឹងពាក្យអសរោះទៀមទាដាក់ទោសមិនក៏មិនទៀមទាដាក់ទោសក្រុមអ្នកប្រឆាំងអស់លោកដែលប្រមាថខាតទៀនថ្នាក់ដឹកនាំលឹះនឹង10ដង20ដងផងត្រូវឆ្លើយមួយខ្ញុំវិញកន្លែងហ្នឹងណាមិនបាននាំគ្នាទៅកាន់ជើងក្រុមអ្នកបំពុលសង្គមក្រុមអ្នកជេរថ្នាក់ដឹកនាំហើយមកដាក់ទោសលើអ្នកដែលគ្នាគោរពស្រឡាញ់ថ្នាក់ដឹកនាំអញ្ចឹងមិនអាការខឹងហ្នឹងមានសម្រាប់តែពួកប្រឆាំងអស់ហ្នឹងទេឬយ៉ាងម៉េចទុកឲ្យយើងខ្ញុំជាអ្នកគ្រប់គ្រងរដ្ឋាភិបាលហ្នឹងអត់មានសិទ្ធិខឹងទាល់ទៅសោះអាហ្នឹងចូលលក្ខណៈបំបត្តិសិទ្ធិទៀតហើយខ្ញុំមិនកាន់ជើងខ្ញុំមិនគ្រប់គ្រងនៅពាក្យពេចមិនសមរម្យទេក៏ប៉ុន្តែពាក្យខ្លះត្រូវយកមកប្រើជាមួយនឹងប្រភេទមនុស្សខ្លះឲ្យស្គាល់កាលស្គាល់វេលាគួរប្រើជាមួយអ្នកណាមានពាក្យ
ní tay mũi bàn tay số khóc nỉa bộ trong cả ban khơi này bàn tay rằng công bong bông mà chẩn luôn lâu hai trôi mót pra pi ạ sờ bàn tay chê bầm ba đi ra tha pi ba ngôn chuyên điประมาณ đó chẳng lúc sự chia từ tao sẽ đáp không để dễ ở chút ba cái lại nắng đó không thử bỏ sẽ ở chút ba cái lại nắng ấy thử vô cái lại nắng bây giờ đó đây chỉ tu ăn nè để miên sạch thi chắc la lừa với từng ở nơi tiên thu na trong banh bà ha ta chủ cho tụm rom chia mình đúng mà căn thác được nom chia được bao nhiêu này không rong son thì phía bao nhiêu chỉ một thứ đam tốn nhé chẳng đam từ trong lúc sự chia mình thử vô cái lại nắng ở chút bán bao từ mới khỏi mân rồi bao cái lại này đi mà đang vinh thà kỳ chi thằng được nom chia phần nào bà mát bà nà cùng mơ khơi ta chầm nói mũi cùng mơ khơi ta chầm nói mũi để đại lược lại hay để sai khăn mà play mà cha hay para chua pia mà mát nâng hay mà tiên bằng rị ở thùng cho trăng để chê bà mát rương nâng tà mũi rương tay mũi tay bà mát thằng đồng nom lương nâng chậm rập sập đó mấy con mình phi diêm cho mình vậy phòng đấy biết thử miên tơ miên máu thử chứ ba ca mới cái này chăng vì miền hai miền Paul là bao nhiêu miền hai miền Paul bao nhiêu anh đang ở vô lên chưa